ច្រើនជាងនេះកាន់តែប្រសើរត្រូវមានផ្កាឈ្មោលពី200ត្រី300ផ្កានិងមានផ្កាទ្វេភេទពី40ត្រី80ក្នុងចង្កោមផ្កានោះហើយបើមានផ្កាទ្វេភេទច្រើនជាងនេះវាអាចមានសក្តានុពលផ្ដល់ផលកាន់តែខ្ពស់គ្រាប់ត្រូវមានទម្ងន់ជាមធ្យមពី7ទៅ9ក្រាមក្នុង1គ្រាប់ឬ120ត្រី150គ្រាប់ក្នុង1គីឡូក្រាមដើមស្វាយចន្ទីពូជត្រូវចេញផ្កានៅបាត់កណ្ដាលរដូវខែមករាកុម្ភៈឬនៅចុងរដូវខែកុម្ភៈមីនាដើម្បីជៀសវាងពីការបំផ្លាញរបស់មូសទៅហើយត្រូវចេញផ្ការយៈពេលខ្លី1ទៅ3ខែដើមពូជត្រូវធន់ទ្រាំនឹងសត្វល្អិតជំងឺនិងអាកាសធាតុក្នុងតំបន់គ្រាប់ដែលប្រមូលផលពីដើមពូជត្រូវតែបានសាច់លើសពី28%ពេលដើមមេពេញវ័យ15ឆ្នាំឡើងទៅត្រូវបានគ្រាប់ពី15ត្រី25គីឡូក្រាមក្នុង1ឆ្នាំនៅដំណាក់កាលដំបូងដើមពូជដែលមានអាយុ8ឆ្នាំត្រូវប្រមូលផលបានលើសពី10គីឡូក្រាមក្នុង1ឆ្នាំ7ការពង្រីកពូជ7.1ការបន្ទាស់គ្រាប់ដែលយកមកបន្ទាស់ត្រូវយកគ្រាប់ដែលប្រមូលផលនៅរដូវថ្មីពីដើមដែលធន់ទ្រាំហើយមានទិន្នផលខ្ពស់នៅពេលប្រមូលផលច្រើនបំផុតខែកុម្ភៈមេសាព្រោះធ្វើឲ្យដំណុះបានល្អយកគ្រាប់ដែលជ្រើសរើសបានត្រាំទឹកត្រជាក់ធម្មតារយៈពេល24ម៉ោងដើម្បីឲ្យឆាប់ដុះនិងយកតែគ្រាប់ដែលលិចក្នុងទឹកមកបន្ទាស់យកគ្រាប់ដែលត្រាំទឹករួចទៅកប់ក្នុងដីមានច្រកថងរួចជម្រៅ2.5សង់ទីម៉ែត្រដែលល្បាយដីក្នុងថងមានអត្រា1ទល់1នៃដីធម្មតាផេះអង្កាមនិងជីកំប៉ុស្តហើយបន្ថែមកំបោរថ្ម5ក្រាមក្នុងល្បាយនោះស្រោចទឹកជាប្រចាំគ្រាប់ស្វាយចន្ទីនឹងដុះឡើងក្នុងរយៈពេល15ទៅ20ថ្ងៃបន្ទាប់ពីដាក់គ្រាប់ក្នុងដីកូនស្វាយចន្ទីអាចយកដាំបានក្នុងរយៈពេល3ខែតែបើយកទៅបំបែលគឺនៅអាយុ30ទៅ40ថ្ងៃបន្ទាប់ពីដុះថ្នាលបន្ទាស់កូនស្វាយចន្ទីកូនស្វាយចន្ទីទើបដុះកូនស្វាយចន្ទីដុះពេញលេញ7.2ការបំបៅកូនស្វាយចន្ទីឬតត្រួយមានវិធីជាច្រើនក្នុងការបំបៅឬតត្រួយស្វាយចន្ទីហើយវិធីនីមួយអាចមានប្រសិទ្ធភាពអាស្រ័យលើការស្ទាត់ជំនាញនិងការហ្វឹកហាត់របស់អ្នកអនុវត្តក្នុងនេះយើងសូមលើកយកវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពខ្ពស់ជាចុងក្រោយសូមពងម៉ែបងប្អូនជួយចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងការបង្កើត Channel នេះឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹងក៏ដូចជាឯកសារដែលពាក់ព័ន្ធទៅនឹងវិស័យកសិកម្មសូមអរគុណ